នាទីបាទនៅទីលានបាល់ទាត់វិទ្យាល័យបុរនីហ៊ុនសែនមីមុតបាទហើយឯកសណ្ឋានពណ៌សនេះគឺក្រុមម្ចាស់ផ្ទះបាទត្បូងឃ្មុំពណ៌ខៀវគឺក្រុមភ្ញៀវខេត្តកំពង់ចាមបាទហើយយើងឃើញហើយបាទក្រុមទាំងពីរនេះគឺជើងទី1គឺស្មើគ្នាមួយតនឹងមួយទៅទឹកដីកំពង់ចាមអញ្ញាកណ្ដាលណើព្រៀមក៏បានផ្លុំកញ្ចែបាទចាប់ដើមប្រកួតភ្លាមនៅក្នុងវគ្គទី1ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំបាទគឺដាក់សម្ពាធច្រើនទៅលើគូប្រកួតរបស់គេបាទនេះបាល់ free kick របស់កំពង់ចាមពីកីឡាករ Fidos ក៏ប៉ុន្តែចូលថ្នាក់ដៃអ្នកចាំទីបាទគង់រ៉ាហ្វាតហើយបាទត្បូងឃ្មុំដាក់សម្ពាធទៅវិញដែរហើយមានឱកាសទាត់ទៅទាត់មកឱកាសមួយជើងនេះពីកីឡាករកៅហ្វីនបាទទៅលើគូប្រកួតរបស់ខ្លួនប៉ុន្តែអ្នកចាំទីលោតផុតហើយក៏អត់ចំគោលដៅដែរយ៉ាងណាក៏ដោយកំពង់ចាមដាក់សម្ពាធទៅហើយក៏រកបានគ្រប់បាល់នៅនាទីទី54ពីការលើកបាល់របស់កីឡាករម៉ាន់សូតកីឡាករម្ចាស់លេខ19កាសឹមនរទីនក៏តែបញ្ចូលទីបានសម្រេចឲ្យក្រុមរបស់គេនៅមុខ1-0បាទធ្វើឲ្យអ្នកគ្រប់គ្រងក៏ដូចជាកីឡាករកំពង់ចាមរីករាយយ៉ាងខ្លាំងត្បូងឃ្មុំដាក់សម្ពាធទៅវិញដែរម្ដងហើយម្ដងទៀតបាទទៅលើគូប្រកួតរបស់ខ្លួនកន្លែងនេះឱកាសរកគ្រាប់បាល់តាមស្មើពីការគប់បាល់របស់កីឡាករសារីម៉ាត់ណូរទីនហើយកីឡាករជាណាវីនក៏តែទម្លាក់កីឡាករដូជូលធីភារ៉ាក៏ទាត់បញ្ចូលទីឲ្យក្រុមរបស់គេតាមស្មើ1-1នៅនាទីទី64បាទអ្នកគ្រប់គ្រងលូតកញ្ឆេងពីកន្លែងអង្គុយទស្សនាតែម្ដងបាទយើងឃើញហើយនាទីដែលនៅសេសសល់កំពង់ចាមព្យាយាមដាក់សម្ពាធទៅលើគូប្រកួតម្ដងហើយម្ដងទៀតក៏ប៉ុន្តែអ្នកចាំទីគង់រ៉ាហ្វាតក៏បានជួយបាល់ច្រើនយ៉ាងណាក៏ដោយខាងត្បូងឃ្មុំមកដាក់សម្ពាធទៅលើកំពង់ចាមវិញដែរក៏ប៉ុន្តែធ្វើមិនបានសម្រេចទេនៅនាទីទី90+6កីឡាករ Fidus ទាត់បាល់ free kick ក៏ប៉ុន្តែធ្វើមិនបានសម្រេចដែរនោះទេបាទចប់ការប្រកួត90នាទីក្រុមទាំងពីរស្មើគ្នា1-1ចង់អារម្មណ៍ត្រៀមសម្រាប់ការប្រកួតនៅពេលបន្តិចទៀតបាទទាត់បាល់11ម៉ែត្រនៅពេលបន្តិចទៀតនេះអាយ៉ាកំពង់ចាមទាត់បាល់មុនឬយ៉ាងណាកំពង់ចាមទាត់បាល់ទី1បាទកីឡាករម្ចាស់អាវលេខ15បាទជាអ្នករ៉ាប់រងបាទកីឡាករអេមផលនិតបាទអេមផលនិតជាអ្នករ៉ាប់រងបាទបាទឥឡូវនេះអេមផលនិតធ្វើបានសម្រេចទេអេមផលនិតចូល1-0បាទ1-0ទស្សនារូបភាពអែមផលនិតបាទទាត់ជើងស្ដាំហើយមកឆ្វេងដាច់តែម្ដងបាទផុតដៃអ្នកចាំទីបាទរបស់កំពង់ចាមហាំណាវ៉ៃអាយ1-0បាល់11ម៉ែត្របាទលើនេះកីឡាករសារីម៉ាត់ណូរទីនជាអ្នករ៉ាប់រងវិញម្ដងចូលអត់ចូលទេសោកស្ដាយមែនទែនសារីម៉ាត់ណូរទីនធ្វើអត់បានសម្រេចអូហូយអាយ៉ាកំពង់ចាមចាប់ផ្ដើមមានព្រៀប1-0នេះគាត់ទាត់ខ្លាំងពេកបាទនេះទស្សនារូបភាពបញ្ជាក់ឡើងវិញកន្លែងដែលទាត់ពីសារីម៉ាត់ណូរទីន1-0បាទឥឡូវនេះកំពង់ចាមបាទកីឡាករម្ចាស់ឲ្យលេខ20នឿនចិនប៉ៅបាទនឿនចិនប៉ៅបាទជាអ្នករ៉ាប់រងគ្រាប់បាល់ទី2នឿនចិនប៉ៅធ្វើបានសម្រេចឬអត់បាទឲ្យកំពង់ចាមបាទឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រាត់ដែរទេឥឡូវនេះសេរីបន្តិចឱកាសរបស់នឿនចិនប៉ៅចូល2-0
ទស្សនារូបភាពបច្ចេកកន្លែងនេះនឿនចិនប៉ៅទាត់បាល់11 ម៉ែត្រអូហូយបាទគងរ៉ាហ្វាតលោតអត់ចំគោលដៅទេបាទឥឡូវនេះកីឡាកររិទ្ធតូឡាជាអ្នករ៉ាប់រងគ្រាប់ទី2ឲ្យត្បូងឃ្មុំរិទ្ធតូឡាធ្វើបានសម្រេចទេបាទរិទ្ធតូឡាធ្វើអត់បានសម្រេចទេពឹងប្រមាណគ្រាប់នេះពឹងទៅលើគងរ៉ាហ្វាតបាទរិទ្ធតូឡាចូលបានសម្រេចបាទទាត់ចំកីឡាករអ្នកចាំទីហាំណាវ៉ៃប៉ុន្តែបានចូលទីបានសម្រេចបាទ2-1 2-1ទស្សនារូបភាពលោតត្រូវដែរបាទលោតត្រូវដែរបាទប៉ុន្តែបើសិនតែផ្ទះជាប់បាទគឺអើយសោកស្ដាយណាស់បាទសម្រាប់កីឡាករហាំណាវ៉ៃបាទឥឡូវនេះលេខ24កីឡាករញ៉ានសុបញ្ញាបាទ2-1ញ៉ានសុបញ្ញារ៉ាប់រងបានសម្រេចទេកន្លែងនេះញ៉ានសុបញ្ញាចូល3-1បាទឃើញ13គ្រាប់ទាត់បានល្អមែនបាទគងរ៉ាហ្វាតបាទដូចអត់សូវមានអារម្មណ៍យ៉ាងម៉េចបាទលោតខុសច្រើនមែនតើរិទ្ធតូឡាដូចជាមិនសូវមានសង្ឃឹមទេបាទឥឡូវនេះទីនឡាឌីនជាអ្នករ៉ាប់រងគ្រាប់ទី3របស់ខេត្តត្បូងឃ្មុំទីនឡាឌីនបាទទីនឡាឌីនចូល2-3បាទ2-3ទីនឡាឌីនធ្វើបានសម្រេចទស្សនារូបភាពបញ្ជាក់ឡើងវិញបាទជើងស្ដាំបាទនិយាយរួមល្អមែនតើហាំណាវ៉ៃលោតចំប្លង់រហូតបាទលោតចំប្លង់បាទឥឡូវនេះចាំមើលបាទកីឡាករទី4របស់កំពង់ចាមធ្វើបានសម្រេចឬអត់កន្លែងនេះបើសិនជាគងរ៉ាហ្វាតអាចជួយបានអ្វីក៏នៅមានសង្ឃឹមច្រើនសម្រាប់ត្បូងឃ្មុំបាទម្ចាស់លេខ11បាទកីឡាករដូចូលលីសកឹមឡុងបាទលីសកឹមឡុងចូលបានសម្រេចទៀតបាទ4-2បាទកំពង់ចាមធ្វើបានល្អមែនទែនបាល់11 ម៉ែត្របាទទស្សនារូបភាពកន្លែងដែលលីសកឹមឡុងទាត់ស្ដាំបាទគងរ៉ាហ្វាតលោតអត់ចំគោលដៅ2-3 បាល់បាទហើយក៏សូមអបអរសាទរភ្នំពេញ Galaxy ឡើងទៅចាំកំពង់ចាមនិងត្បូងឃ្មុំបាទបើសិនជាទាត់អត់ចូលគ្រាប់បាល់នេះទេបាទលំបាកហើយសុំទោសបាទLion King សៀមរាបបាទLion King សៀមរាបអបអរសាទរដែលបានឡើងបាទសូមអធិស្ឋានបាទឥឡូវនេះគ្រាប់បាល់ទី4របស់ត្បូងឃ្មុំកីឡាករធីភារ៉ាបាទធីភារ៉ាទាត់មិនចូលបាទឱកាសធីភារ៉ាទាត់បាល់គ្រាប់ទី4ចូល4-3បាទពឹងលើមួយគ្រាប់នេះបើចូលបាទលើទស្សនាការប្រគួតបន្តទៀតបាទ3-4តើមួយគ្រាប់នេះអាចទាត់ចូលទេបាទសម្រាប់កីឡាកររបស់កំពង់ចាមបាទសូក្រីអេសានបាទកំពង់ចាមអាចឡើងទៅជួបLion King សៀមរាបទេអត់ចូលទេអាយយអបអសាទរគងរ៉ាហ្វាតដែលអាចរៀង
បានគ្រប់បាល់បានសម្រេចបាទធ្វើឲ្យបាទមានគ្រប់បាល់បាទ4 ទល់នឹង 3 ដដែលតែចាំមើលសិនតើត្បូងឃ្មុំទាត់ចូលទេគ្រប់ទី 5 របស់ខ្លួនបាទចាំមើលគ្រាប់ទី 5 របស់ខ្លួនគ្រាប់ទី 5 របស់ត្បូងឃ្មុំធ្វើបានសម្រេចឬយ៉ាងណាបាទសុកក្រីអេសានធ្វើអត់បានសម្រេចជាប់ដៃរបស់កីឡាករបើសិនជាត្បូងឃ្មុំទាត់អត់ចូលទេបាទនោះកំពុងចាមបាទឥឡូវនេះពឹងលើកីឡាករម្ចាស់ឲ្យលេខ 23 ហើយបាទកីឡាករម៉ាត់ទ័រម៉ាន់បាទសង្ឃឹមបាទសម្ពីតធ្លាក់មកលើម៉ាត់ទ័រម៉ាន់ហើយបាទទៅរួចឬយ៉ាងណាបាទចូលស្មើនឹងថែមទៀតតែបើអត់ចូលទេបាទកំពុងចាមឱកាសរបស់ត្បូងឃ្មុំចូលអត់ចូលអបអសាទរកំពុងចាមអបអសាទរកំពុងចាមឡើងទៅវគ្គផ្ដាច់ព្រាត់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនពានតនខេត្តដោយជួបជាមួយនឹងក្រុមបាល់ទាត់បាទទស្សនារូបភាពបញ្ជាក់ឡើងវិញអូយបាទទាត់នេះទាត់ដល់ជ្រោយចាំអ្នកចាំទីតែហ្មងបាទហើយស្រាលទៀតបាល់នេះបាទសោកស្ដាយមែនទែនសម្រាប់ខេត្តត្បូងឃ្មុំក៏សូមអបអរសាទរសម្រាប់កំពង់ចាមដែលឡើងទៅវគ្គផ្ដាច់ព្រាត់នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនពានតនខេត្តដោយជួបជាមួយក្រុមបាល់ទាត់ Lion King ខេត្តសៀមរាបបាទ Lion King ខេត្តសៀមរាបបានយកឈ្នះក្រុមបាល់ទាត់ភ្នំពេញ Galaxy 3 ទល់នឹង 2ខេត្តកំពង់ចាមបានយកឈ្នះក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំបាទ4 ទល់នឹង 3ដោយបាល់កាត់សេចក្តី11 ម៉ែត្រក្រោយពីស្មើគ្នា2 ទល់នឹង 2ទាំងពីរជើងបាទឥឡូវនេះឃើញថាអ្នកគាំទ្រគាត់សប្បាយចិត្តណាស់បាទឥឡូវនេះសៀមរាបកំពុងចាមត្រូវប៉ះគ្នានៅក្នុងវគ្គផ្ដាច់ព្រាត់បាទអញ្ចឹងគឺបាទអ្វីបានបញ្ចប់បាទសម្រាប់ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំហើយក៏យ៉ាងណាក៏ដោយបាទត្បូងឃ្មុំក៏នៅតែបាទត្រៀមលេងសម្រាប់ពានថ្នាក់ជាតិបន្តទៀតបាទជាមួយនឹងក្រុមលីកកំពូលកម្ពុជារបស់យើងបាទលោកស្រីនិងកញ្ញាជាទីមេត្រីអរគុណបាទសម្រាប់ការតាមដានទស្សនាបាទហើយនៅពេលនេះបាទក៏សូមអរគុណបាទហើយជាថ្មីម្ដងទៀតបាទក៏សូមខន្តីភ័យទោសរង